សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានវីដេអូខ្លីមួយទៀតទាក់ទងទៅនឹងការបង្កើត drop cap បាទនៅបង្កើត drop cap សម្រាប់ Microsoft Word ដែលបងប្អូនធ្លាប់ជួបជាញឹកញយនៅក្នុងកាសែតក៏ដូចជានៅក្នុងទស្សនាវដ្តីផ្សេងៗអញ្ចឹងដើម្បីបង្កើត drop cap បានបងប្អូនទៅវាអត្ថបទ2 3បន្ទាត់សិនមកជាភាសាអង់គ្លេសបន្ទាប់មកបងប្អូន select យកអក្សរណាមួយដែលបងចង់បង្កើតជាអក្សរ capital letter បាទនៅក្បាលអក្សរដំបូងគេអញ្ចឹងដំបូងបងប្អូនបន្ទាប់ពី select ហើយបងប្អូនចូលកន្លែង insert បន្ទាប់ពីចូលកន្លែង insert ហើយបងប្អូនមកមើលផ្នែកខាងស្ដាំគេមានដាក់ថា drop cap អញ្ចឹងពេលដែលបងប្អូនចុចលើ drop cap បងប្អូននឹងឃើញអក្សរបាទមានពាក្យ none drop ហើយនឹង imagine អញ្ចឹងបងប្អូនយកអក្សរនឹងក៏បានឬក៏បងប្អូនយកកន្លែង drop cap option ក៏បានដែរអញ្ចឹងពេលដែលបងប្អូនបានប៉ុណ្ណឹងហើយបងប្អូនចុចយកអក្សរពាក្យ none ក៏បានពាក្យ drop ក៏បាន imagine ក៏បានអញ្ចឹងគ្រូយកកណ្ដាលទៅបាទបន្ទាប់មកអូខេបាទពេលនោះគឺយើងនឹងបានអក្សរ T មួយគឺអក្សរធំដែលយើងហៅថា capital letter ហ្នឹងអញ្ចឹងអក្សរ T ហ្នឹងមិនមែនអក្សរ Coaching ឬក៏ Part ទេគឺអក្សរ dis នៅផ្នែកខាងលើអញ្ចឹងគឺជា capital letter នៅអក្សរផ្នែកខាងលើទេបាទអញ្ចឹងសម្រាប់ការបង្កើត drop cap នៅក្នុង Microsoft Word គឺមានតែប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា